រវាងវិទ្យាសាស្ត្រសង្គមនិងវិទ្យាសាស្ត្រធម្មជាតិការសន្ទនាគ្នាដែលបំភ្លេចពីតម្លៃអន្តរទំនាក់ទំនងមនុស្សមិនតិចទេបានពោលត្រូវជំរុញការវិវត្តរបស់សកលលោកជាពិសេសសង្គមនីមួយៗតាមរយៈឥទ្ធិពលសកលភាវូបនីយកម្មរបស់បច្ចិមប្រទេសហើយថ្មីៗនេះជាមួយនឹងនិន្នាការបដិភាវូបនីយកម្មរបស់មហាអំណាចតំបន់ផងបានធ្វើឲ្យមនុស្សនៅក្នុងសង្គមជជែកគ្នាតើថាដើម្បីរៀបចំសង្គមមួយឲ្យបានត្រឹមត្រូវឬឲ្យបានល្អមនុស្សជាពិសេសការអប់រំបែបណាដែលត្រូវលើកកម្ពស់ឲ្យសមស្របទៅតាមបរិបទនីមួយៗរបស់ពួកគេបរិបទបានក្លាយជាចំណុចពុះខាន់តម្លៃចំពោះការសម្រេចចិត្តរបស់មនុស្សនិងសង្គមក្នុងន័យនេះតើសង្គមល្អមានអត្ថន័យដូចម្តេចតើសង្គមដែលល្អគឺជាសង្គមដែលមានមាឌធំហើយប្រើប្រាស់អំណាចសេដ្ឋកិច្ចនិងនយោបាយដើម្បីឈានពានមកលើកម្ពុជាដោយប្រទេសថៃឬដូចរុស្ស៊ីធ្វើចំពោះអ៊ុយក្រែនខណៈយើងកំពុងស្ថិតនៅក្នុងដំណាក់កាលខ្វះមធ្យោបាយដើម្បីរៀបចំសង្គមរបស់ខ្លួនឲ្យបានល្អយើងមិនដឹងថាត្រូវធ្វើបែបណាក្រៅពីទទួលយកគំនិតនិងជំនួយរបស់ប្រទេសអភិវឌ្ឍន៍មកប្រើប្រាស់ឬបញ្ចូលនៅក្នុងក្របខ័ណ្ឌអប់រំជាមួយនឹងការប្រឹងប្រែងពីអ្នកជំនាញនៅខាងក្នុងដែលមានស្រាប់និងកំពុងបន្តកើតមានជាបន្តបន្ទាប់ប៉ុន្តែយើងថែមទាំងមិនព្រមសម្លឹងមើលពីតម្លៃអន្តរទំនាក់ទំនងរវាងវិទ្យាសាស្ត្រសង្គមនិងវិទ្យាសាស្ត្រធម្មជាតិទៀតផងបើសិនបើយើងនាំគ្នាបង្កើតការសន្ទនាដែលនាំទៅរកការដាក់បន្ទុកគ្នារហូតដោយត្រូវបានបង្ហាញនៅលើបណ្ដាញសង្គមផ្ទុយទៅវិញអន្តរទំនាក់ទំនងឬអន្តរពំនឹងពំនាក់ត្រូវបានបំភ្លេចចោលក្រោមការសន្ទនាដែលមានលក្ខណៈស្វ័យអភិសហើយនាំទៅរកការផ្ដាច់គ្នានឹងគ្នារវាងវិទ្យាសាស្ត្រសង្គមនិងវិទ្យាសាស្ត្រធម្មជាតិកាន់តែខ្លាំងឡើងតែការសន្ទនាទាំងនោះចង់ឲ្យវិទ្យាសាស្ត្រធម្មជាតិឬវិទ្យាសាស្ត្រសង្គមជាអ្នកកំណត់តម្លៃសង្គមតែម្ខាងឬចង់ឲ្យវិទ្យាសាស្ត្រទាំងពីរនេះក្លាយជាតួអង្គកំណត់សហតម្លៃរួមគ្នាសូមកុំភ្លេចថាវិទ្យាសាស្ត្រសង្គមគឺជាវិទ្យាសាស្ត្រដែលសិក្សាពីបាតុភូតសង្គមមនុស្សរបបកំហើញរបស់ប្រវត្តិសាស្ត្រផ្សេងទំនាក់ទំនងសង្គមគោលការណ៍សីលធម៌និងការបង្កើតច្បាប់ទម្លាប់សម្រាប់គ្រប់គ្រងរដ្ឋដើម្បីធានាថាអ្នកវិទ្យាសាស្ត្រធម្មជាតិឬអ្នកបច្ចេកទេសផ្សេងទៀតស្ថិតនៅក្នុងការអនុវត្តបានត្រឹមត្រូវនៅក្នុងន័យនេះការនាំគ្នាពន្យល់នៅត្រឹមក្របខ័ណ្ឌប្រឡងកម្រិតមធ្យមសិក្សាទុតិយភូមិពោលគឺការជ្រើសយកមុខវិជ្ជាវិទ្យាសាស្ត្រសង្គមឬវិទ្យាសាស្ត្រធម្មជាតិកំពុងនាំទៅរកការបំភ្លេចពីលក្ខណៈដើមឬធម្មជាតិរបស់វិសាលភាពរវាងមុខវិជ្ជាទាំងនេះច្បាស់ណាស់ជាការពិតអ្នកវិទ្យាសាស្ត្រធម្មជាតិដូចជាអ្នករូបវិទ្យាជាដើមពិតជាអាចពន្យល់បានពីបាតុភូតរបស់អាតូមការវិលឬចលនារបស់អេឡិចត្រុងទ្រឹស្ដីរូបវិទ្យា Classic របស់លោក Isaac Newton ទ្រឹស្ដីធាតុពិសេសរបស់លោក Albert Einstein ក៏ដូចជារូបវិទ្យា Quantum របស់ក្រុមវិទូក Quantum នាពេលចុងក្រោយនេះប៉ុន្តែអ្នកវិទ្យាសាស្ត្រសង្គមអាចរៀបចំគោលនយោបាយនិងគោលការណ៍ណែនាំផ្សេងៗដើម្បីបង្ការការប្រើប្រាស់ទ្រឹស្ដីទាំងនេះក្នុងន័យធ្វើខុសខាតតម្លៃផ្នែកសិលធម៌សង្គមអត្តសញ្ញាណជាតិបរិស្ថាននិងអាយុជីវិតរបស់មនុស្សបានជាពិសេសតាមរយៈឥទ្ធិពលរបស់ក្រុមមនុស្សដែលកេងចំណេញទៅលើអ្នកវិទ្យាសាស្ត្រដូចនៅក្នុងបញ្ហាសង្គ្រាមលោកលើកទី2ដែលរូបវិទូទ្រឹស្ដីសញ្ជាតិអាមេរិកលោក J. Robert Oppenheimer ត្រូវបានក្រុមអ្នកនយោបាយកេងចំណេញសមត្ថភាពនិងទេពកោសល្យរបស់គាត់នៅក្នុងការយកឈ្នះគូបដិបកមនុស្សគមវិជ្ជានយោបាយដូចនេះដែរនិយាយចំនវានុវត្តផ្នែកវិទ្យាសាស្ត្រអាចនឹងត្រូវបានប្រើប្រាស់ខុសហើយខុសធ្ងន់នឹងឈានទៅរកការបង្កើតសោកនាដកម្មដល់មនុស្សជាតិព្រមទាំងវិនិស្សកម្មដល់សកលលោកបានប្រសិនបើពុំមានក្រុមអ្នកវិទ្យាសាស្ត្រសង្គមជាអ្នករៀបចំក្របខ័ណ្ឌឬគោលការណ៍សម្រាប់ការប្រើប្រាស់នវានុវត្តទាំងនោះឲ្យបានច្បាស់លាស់ជាងនេះទៅទៀតរាល់ការបកស្រាយដែលនាំទៅរកការទាត់ចោលតម្លៃម្ខាងមិននាំការរីកចម្រើនដល់សង្គមសម្រាប់ប្រជាជាតិមួយនោះទេប៉ុន្តែកំពុងនាំទៅរកសញ្ញានៃការបែកបាក់គ្នារបស់ប្រជាជាតិដែលកំពុងជ្រកោននៅក្រោមដំបូលសង្គមមួយរួមគ្នាទៅវិញនោះទេម្យ៉ាងវិញទៀតការបកស្រាយទាំងនោះនាំទៅរកការបង្ហាញថាខ្លួនមិនទាន់យល់បានត្រឹមត្រូវចំពោះគោលតម្លៃរបស់មុខវិជ្ជានីមួយៗហើយខ្វះការគោរពចំពោះគោលតម្លៃនៃមុខវិជ្ជានិងការសម្រេចចិត្តរបស់សិស្សានុសិស្សដែលនៅក្មេងខ្ចីនិងដ៏ស្លូតត្រង់ទៀតផងការខ្វះការគោរពទាំងនោះកំពុងរួមគោលតម្លៃរបស់មុខវិជ្ជានីមួយៗមកដាក់នៅក្រៅឧត្តមគតិបុគ្គលនិងការយកឈ្នះចាញ់គ្នារហូតដល់មានការប្រមាថបុគ្គលឬក្រុមមនុស្សដែលមានសញ្ជាតិជាខ្មែរដូចគ្នាទៀតផងតាមការពិតយើងអាចយល់បានចំពោះបញ្ហានេះតើត្រូវឲ្យអ្នករៀនរូបវិទ្យាគីមីឬវិស្វកម្មជីវសាស្ត្រមកពន្យល់ដំណើរវិវត្តរបស់ប្រវត្តិសាស្ត្រប្រវត្តិគំនិតនិងសាសនានិងប្រវត្តិគំនិតនយោបាយបានយ៉ាងដូចម្តេចទន្ទឹមនឹងគ្នានេះតើត្រូវឲ្យអ្នករៀនប្រវត្តិវិទ្យានយោបាយឬទេវវិទ្យាទៅពន្យល់ពីបាតុភូតអេឡិចត្រុងឬទ្រឹស្ដីរលកបានដោយរបៀបណា
សម្រាប់ខ្ញុំគឺយកផ្ទុយពីនេះយើងត្រូវបង្កើតនិងអនុញ្ញាតឲ្យពួកគេក្រុមអ្នករៀនសូត្រឬក្រុមបញ្ញវន្តស្ថិតនៅក្នុងលំហដែលអាចពឹងផ្អែកគ្នាទៅវិញទៅមកបានឧទាហរណ៍អ្នកប្រវត្តិវិទ្យាក៏ដូចជាអ្នកនរៈវិទ្យាអាចពឹងពាក់អ្នករូបវិទ្យាពិសោធន៍ក្នុងការពិសោធន៍ទៅលើគំរូសំណាក់ដែលពួកគាត់បានរកឃើញនៅក្នុងកំណែផ្សេងៗប្រសិនបើឧបករណ៍ពិសោធន៍របស់អ្នករូបវិទ្យាមានលក្ខណៈទំនើបជាងឧបករណ៍ពិសោធន៍នៃក្រុមការងាររបស់ពួកគាត់ផ្ទាល់ការនេះវាបង្ហាញពីតម្លៃនៃការសហការគ្នាដើម្បីបកស្រាយទៅលើបញ្ហាដែលសង្គមជាតិរបស់មនុស្សនិងមនុស្សខ្លួនឯងកំពុងជួបប្រទះនិងកកកាយចង់ដឹងមែនតើវិទ្យាសាស្ត្រទាំងពីរនេះសុទ្ធតែប្រើប្រាស់វិធីសាស្ត្រគោលវិធីនិងក្របខ័ណ្ឌទ្រឹស្ដីផ្សេងៗដើម្បីបកស្រាយពីគម្លាតបញ្ហាក៏ដូចជាសម្រាប់ធ្វើការសិក្សាទៅលើបញ្ហាជាក់លាក់ណាមួយនិយាយចំបញ្ហាមនុស្សនិងសង្គមមានច្រើនឥតកណនាដែលយើងត្រូវការគោលវិធីច្រើនដើម្បីឆ្លុះបញ្ចាំងនិងដោះស្រាយអត់ឈប់ឈរដូចគ្នាដែរឧទាហរណ៍បើអ្នករៀនចិត្តវិទ្យាអ្នកត្រូវប្រើប្រាស់គោលវិធីចិត្តវិទ្យាដូចជាចិត្តវិភាគរបស់លោក Sigmund Freud និងចិត្តវិទ្យាអាកប្បកិរិយារបស់លោក B.F. Skinner ដើម្បីបកស្រាយពីឥរិយាបថសិក្សារបស់សិស្សបាតុភូតចិត្តរបស់មនុស្សឬសង្គមទន្ទឹមនឹងគ្នានេះប្រសិនបើអ្នករៀននីតិសាស្ត្រអ្នកត្រូវការវិធីសាស្ត្រគតិយុត្តដើម្បីបកស្រាយពីបញ្ហាច្បាប់នានាប៉ុន្តែសំណួរត្រូវបានចោទសួរថាក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជាតើយើងត្រូវជំរុញឲ្យក្រុមអ្នកសិក្សាលើជំនាញវិទ្យាសាស្ត្រសង្គមនិងក្រុមអ្នកសិក្សាជំនាញវិទ្យាសាស្ត្រធម្មជាតិទាំងនោះមានការលះបង់និងបដិបដាច់ចំពោះការរៀនសូត្រដើម្បីដោះស្រាយបញ្ហាសង្គមបានដោយរបៀបណានៅក្នុងន័យម្យ៉ាងទៀតតើយើងអាចបង្កើតលំហដែលអនុញ្ញាតឲ្យសិស្សានុសិស្សនិស្សិតនិងបញ្ញវន្តគ្រប់ឋានានុក្រមទាំងអស់អាចរៀនសូត្រនិងលូតលាស់ទៅរួមគ្នាបានយ៉ាងដូចម្តេចព្រោះថាការរៀនលើឯកទេសនីមួយៗមិនមែនថាអាចរៀនធម្មតាហើយក៏អាចទទួលបានចំណេះដឹងជ្រៅជ្រះនោះឡើយចំណែកអន្តរកម្មរវាងពួកគេគឺជាបេះដូងនៃប្រសិទ្ធភាពពុទ្ធិតាមរយៈកិច្ចជជែកពិភាក្សាផ្លាស់ប្ដូរគំនិតស្មារតីចែករំលែកគ្នានិងការពឹងផ្អែករវាងគ្នានិងគ្នាជាដើមយ៉ាងណាមិញមានពេលខ្លះមនុស្សរៀនសូត្រគឺគ្រាន់តែដើម្បីប្រើប្រាស់ជំនាញទាំងនោះធ្វើជាឈ្នួនស្វែងរកការងារនិងឋានៈសង្គមតែប៉ុណ្ណោះវាមិនអាចឈានទៅរកការមានគុណវត្តគ្រប់គ្រាន់ក្នុងការប្រើប្រាស់មុខវិជ្ជាដែលខ្លួនបានរៀនមកអនុវត្តដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គមបានទេប្រសិនបើការរៀនសូត្រត្រូវបានអនុវត្តនៅក្នុងលំនាំបែបនោះសាក់លបងស្រមៃបន្តិចនោះអ្នកនឹងឃើញថាបញ្ញវន្តធំៗនៅលើសកលលោកនេះកម្រមានបញ្ញវន្តរូបណាយកការរៀនសូត្រដើម្បីធ្វើជាថ្នូរនឹងការងារខ្លាំងណាស់ផ្ទុយទៅវិញគឺដើម្បីរករករបកកំហើញទៅវិញទេក្នុងន័យនេះតួនាទីរបស់ប្រព័ន្ធសង្គមក្នុងការលើកកម្ពស់និងគាំទ្រឲ្យមនុស្សរៀនដើម្បីដោះស្រាយបញ្ហារបស់មនុស្សនិងសង្គមគឺមានភាពចាំបាច់ជាខ្លាំងចំណែកការជ្រើសយកវិទ្យាសាស្ត្រសង្គមឬវិទ្យាសាស្ត្រធម្មជាតិមិនមែនជាបញ្ហាអ្វីនោះទេការនេះតើអ្វីជាប្រព័ន្ធសង្គមតើអ្នកណាជាអ្នកកំណត់និងរៀបចំប្រព័ន្ធសង្គមមួយឲ្យប្រព្រឹត្តទៅមានប្រសិទ្ធភាពបានពិតណាស់មនុស្សដែលធ្លាប់ឆ្លងកាត់ប្រវត្តិសិក្សាលើជំនាញនិងឯកទេសផ្សេងៗពីគ្នាគឺជាតួអង្គដែលមិនអាចខ្វះបាននៅក្នុងប្រព័ន្ធសង្គមយ៉ាងណានេះជាសំណួរដែលពិបាកឆ្លើយហើយត្រូវការការសមស្របដើម្បីជជែកបន្ថែមអ្វីដែលត្រូវបញ្ជាក់ម្ដងហើយម្ដងទៀតបញ្ហាគឺមិនមែនជាជម្រើសប៉ុន្តែការមិនអាចរៀបចំឲ្យមានលំហដែលអាចអនុញ្ញាតឲ្យពួកគេលូតលាស់ព្រមគ្នាទៅបាននិងការបំភ្លេចតម្លៃអន្តរទំនាក់ទំនងឬអន្តរពំនឹងពំនាក់ទៅវិញនោះទេទើបជាបញ្ហា